ជាដំបូងសូមជំរាបសួរទៅដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយនេះអញ្ចឹងសម្រាប់វីដេអូមួយនេះខ្ញុំផលិតឡើងដើម្បីបង្ហាញអ្នកទាំងអស់គ្នាអំពី database server ហើយ database server ហ្នឹងគឺខ្ញុំនឹងធ្វើការ configure វានៅលើ AWS Cloud ដែលយើងប្រើការវាជាមួយនឹង website មួយដែលជា project របស់ខ្ញុំអញ្ចឹងដំបូងឡើយយើងដើម្បីធ្វើការអនុវត្តបានយើងត្រូវចូលបង្កើត database យើងត្រូវចូលបង្កើត database នេះគឺជា description ដែលវាអាចនឹងប្រើការជាមួយ database នេះគឺយើងមាន slide តិចតួចហ្នឹងយើងអាចមើលតាមហ្នឹងចឹងយើងចូលកាន់សាច់ការរបស់យើងគឺយើងចូលកាន់ database ហើយយើងចូលកាន់ service មួយដែលមានឈ្មោះថា ODS នេះយើងចូលកាន់ ODS ហ្នឹងមកគឺជាកន្លែងដែលយើងអាចបង្កើត database បាននេះហើយយើង scroll មកកន្លែង database នេះយើងចុចវាមួយមកនេះគឺជា database របស់ខ្ញុំដែលខ្ញុំមាន set up អញ្ចឹងខ្ញុំធ្វើការបង្ហាញអ្នកទាំងអស់គ្នាឲ្យដឹងពីរបៀបបង្កើតយើងចុច create database ខាងនេះមកតបមកកន្លែងនេះយើងយក PostgreSQL ដោយសារតែយើងប្រើជាមួយនឹង PostgreSQL យើងអត់ប្រើ MySQL ទេយើងប្រើ PostgreSQL វិញអញ្ចឹងយើង select យកវាមកតមកយើងអស់មកក្រោមទៀតយើងដាក់ free tier នេះមកហើយយើងអស់មកក្រោមកន្លែងនេះយើងចង់ដាក់ឈ្មោះអីក៏បានដែរឈ្មោះហ្នឹងយើងអាចកែបានហើយកន្លែងនេះខ្ញុំអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការដាក់ password បានហើយវាមានលក្ខណៈជា security ខ្លាំងតិចមកហ្នឹងហើយយើងអស់មកក្រោមមកអស់មកក្រោមទៀតកន្លែង storage នេះយើងបាច់ប៉ះពាល់វាទេហើយយើងអស់មកក្រោមទៀតមកហើយកន្លែង public access នេះយើងអាច select បានទាំងពីរហ្នឹងបើសិនជាយើង select no ទៅវាមាន security ជាងប៉ុន្តែខ្ញុំគ្រាន់តែធ្វើបង្ហាញឲ្យអ្នកនរគ្នាមើលខ្ញុំយក yes ដើម្បីអាចសួរប្រើទៅពេលក្រោយកុំឲ្យវាមានការចង់ IP address អីច្រើនចឹងខ្ញុំអមក្រោមទៀតមកយើងអាច select មួយណាក៏បានដែរកន្លែងនេះតែខ្ញុំសូម prefer យក default របស់វាហើយនេះគឺជា port នៃ database របស់យើងតិចយើងនឹងប្រើការវាជាមួយនឹង website របស់យើងហើយកន្លែងនេះយើងដាក់ IAM មកបើសិនជាយើងត្រូវការ share ទិន្នន័យទៅកាន់user ដែលយើងចង់ឲ្យគាត់ប្រើជាមួយ database របស់យើងនៅក្នុង AWS Cloud ហ្នឹងយើងអស់មកក្រោមទៀតមកប៉ុណ្ណឹងហើយកន្លែងនេះយើងអាចគ្រីសមួយមកយើងគ្រីសកន្លែងនេះមួយមកតោះមកយើងចុច create database អញ្ចឹងការ create database វាប៉ុណ្ណឹងខ្ញុំសូមត្រឡប់មកក្រោយវិញដោយសារតែខ្ញុំមានហើយខ្ញុំមកបង្កើតទៀតទេនេះជា database របស់ខ្ញុំតោះពីយើងបានបង្កើតហើយយើងត្រូវចុចនៅលើ database នេះមួយមកដើម្បីចូលមកកាន់ edit inbound អញ្ចឹងយើង edit inbound កន្លែងនេះយើងអស់មកក្រោមនេះយើងឃើញ security យើងចុចអាហ្នឹងមួយប៉ប់មកតោះមកយើងនឹងឃើញ security របស់យើងដែលជា security របស់ database យើងធ្លាប់បានបង្កើតមិញហ្នឹងនេះខ្ញុំចុចវាមួយមកកន្លែងហ្នឹងតោះមកយើងធ្វើការ edit inbound rule ចឹងសម្រាប់ default វាគឺយើងមាន editor មួយដែលយើងមាន allow traffic តែមួយទេតែខ្ញុំធ្វើការ add 2 3 ថែមទៀតបែរថែមធ្វើការ add SQL ដែល allow traffic វាគឺ54 FAM 2ហើយយើងធ្វើការ custom ជាមួយនឹង IP address ដែលយើងអាចចូល access ទៅកាន់ database ហ្នឹងបានខ្ញុំធ្វើការ assign ជាមួយនឹង IP address 2ហ្នឹងហើយកន្លែងនេះគឺខ្ញុំដាក់ជា public តែម្ដង IP មួយណាក៏អាចចូលបានដែរសម្រាប់ database របស់ខ្ញុំហ្នឹងហើយតមកយើងចុច fail មកដល់ហើយប៉ុណ្ណឹងតមកយើងចូលមកកាន់ ODS របស់យើងវិញមកដើម្បីយើងធ្វើការកដាច់វាចឹងក្នុងការ connect database ហ្នឹងគឺយើងចុច database នេះមកតមកយើងអមមកក្រោមយើងយក endpoint យើង copy endpoint ហ្នឹងមកតមកយើងធ្វើការបើក PHP info បើសិនជាអ្នកនរគ្នាអត់ទាន់មានទេអ្នកនរគ្នាអាចចូលដល់នៅក្នុង Google បានគឺមាន free ចឹងយើងធ្វើការបើកវាមកបើសិនជាអ្នកនរគ្នាបើកធ្វើការដំឡើងហើយហ្នឹងហើយតមកយើងនឹងឃើញផ្ទាំងបែបនេះយើង mouse ស្ដាំ right click មកលើ server នេះមកយើងធ្វើការ register server ដើម្បីបង្កើត server មួយឈ្មោះហ្នឹងយើងចង់ដាក់អីក៏បានដាក់ S2 ចឹងមកអានេះគឺស្ថិតនៅកន្លែង general ហ្នឹងឈ្មោះហើយកន្លែងគឺ connection ខ្ញុំធ្វើការដាក់ hostname IP address ចឹង hostname ហ្នឹងយើងបានមកពីណានេះ hostname វិញយើងយកអាធ្វើ hostname មកយើងយក endpoint មក database របស់យើងធ្វើ hostname មកយើង copy paste តមក port វាគឺ54 FAM 2គឺវា auto generate មកតែម្ដងហើយកន្លែងនេះយើងមានឈ្មោះ user postgre ហើយកន្លែង password នេះយើងដាក់ password វាតិចមកសម្រាប់ពេលភ្ជាប់ហើយថ្ងៃក្រោយទៅពេលយើងត្រូវការប្រើ database ហ្នឹងទៀតយើងប្រើ server មួយនេះដដែលទៀតយើងវា password វាមកយើងអាចប្រើបានហើយតោះយើងចុច fail មកតែប៉ុណ្្នឹងនេះខ្ញុំធ្វើការកើតបាន server មួយទៀតដែលមានឈ្មោះថា F2 អញ្ចឹងខ្ញុំចុចវាមួយមកហើយយើងscroll មកកន្លែង database នេះមកយើងអាចបង្កើត database បានយើងចុច create database នេះមកនេះយើងអាចបង្កើតទៅយើងដាក់ឈ្មោះដាក់អីទៅសម្រាប់ខ្ញុំអត់ត្រូវការបង្កើតទៀតទេខ្ញុំមាន database របស់ខ្ញុំហើយអញ្ចឹងខ្ញុំមកចុចកន្លែងនេះមកចុចលើ database របស់ខ្ញុំហ្នឹង database ផ្ទាល់ខ្លួនរបស់ខ្ញុំឯងបងអ្នកនរគ្នាអត់មានអាហ្នឹងទេហើយយើងចូលមកកាន់ schema ដើម្បីឆែកមើល table របស់យើងនេះគឺជា table user ដែលយើងយក view edit data មក
តែនេះខ្ញុំសូមធ្វើការបង្ហាញជាមួយនឹង table ដែលជា project របស់ខ្ញុំហ្នឹងហើយ project របស់ខ្ញុំមាន table មួយហ្នឹងសម្រាប់ login log out login ជា admin user អីចឹងណាអ្នកនរគ្នាអានេះគឺជាឧទាហរណ៍ទេឧទាហរណ៍ដែលខ្ញុំចេះតែប្រការទៅដើម្បីធ្វើការ navigate ជាមួយ website របស់យើងជាមួយ project របស់យើងបានអញ្ចឹងបើអ្នកនរគ្នាចង់រៀនពីហ្នឹងអ្នកនរគ្នាអាចធ្វើការ YouTube បានតែខ្ញុំគ្រាន់តែធ្វើការបង្ហាញអ្នកនរគ្នាទេថាយើងហៅ table កន្លែងណាយើងបង្កើតអីកន្លែងណាយើងអាចបង្កើត schema ស្អីទៀតផ្សេងហ្នឹងយើងចូល query tool ដើម្បីបង្កើត table អីក៏បានដែរកន្លែងនេះអញ្ចឹងអស់កិច្ចការកន្លែងហ្នឹងហើយខ្ញុំសូមចូលមកកាន់ project របស់យើងដែល project របស់ខ្ញុំបានធ្វើការបង្កើតហើយដែលខ្ញុំនិយាយអំពី hotel management អញ្ចឹងខ្ញុំមាន page ជាច្រើនដែលមាន page មួយខ្ញុំឲ្យឈ្មោះវាថាជា register PHP បែរថាខ្ញុំប្រើ instance register តែមួយហ្នឹងដើម្បីធ្វើការ connect ជាមួយនឹង database ហើយយើងបោះទៅឲ្យ page ផ្សេងៗទៀតជា file នេះយើងប្រើជាមួយនឹង connection.php តោះមកយើងបោះ database ហ្នឹងទៅឲ្យ register ឃើញទេពេលដែលយើងទាញប្រើយើង select នេះ select from user ដែលជា table ដែលខ្ញុំបានបង្ហាញអ្នកនរគ្នានៅក្នុង PostgreSQL ហ្នឹងយើងធ្វើការបោះវាចូលអញ្ចឹងដើមកំណត់វាគឺចេញពីកន្លែងនេះ host ពីដំបូងគេយើងធ្វើការ PG connect host មក database 1នេះបើថា database ហ្នឹងគឺយើងបានមកពីកន្លែងនេះ endpoint របស់យើង copy ផាសផ្លប់ចូលមកតោះមកយើងមាន port យើងយក5432ត្រូវមួយរបស់យើងហើយតោះមក database ដែរខ្ញុំ database របស់ខ្ញុំមានឈ្មោះថា P1 ខ្ញុំដាក់ P1 មកតោះមក user គឺ PostgreSQL ដែលខ្ញុំបានប្រាប់អ្នកនរគ្នានៅកន្លែងពេលដែលយើងបង្កើតserver ហ្នឹងយើងនឹងមាន PostgreSQL ដែលខ្ញុំហៅថា Postgre ហ្នឹងតោះមក password របស់ server របស់យើងគឺអានេះគឺជា password របស់ខ្ញុំបានបង្កើតខ្ញុំដាក់ password វាអញ្ចឹងតោះមកយើងអាចធ្វើការ test បានថា connection របស់យើងនឹងដើរជោគជ័យអត់យើងអាច test វាមកបើសិនជាវាអត់ connect ទេមិននេះបានថាមិន connect បើសិនជាវាមិន connect ទេវានឹងធ្វើការចាប់ connection fail វាមានតែប៉ុណ្្នឹងបើយើងចង់បន្ថែម security អីផ្សេងទៀតយើងអាចដាក់ try catch អីចឹងមកអញ្ចឹងសម្រាប់ខ្ញុំមានប៉ុណ្្នឹងហើយខ្ញុំមានប៉ុណ្្នឹង website ខ្ញុំប្រើបានហើយអញ្ចឹងខ្ញុំសូមធ្វើការបើក website test ឲ្យអ្នកនរគ្នាបានមើលអញ្ចឹងយើងចូលមកកាន់ Google មកហើយវាពាក្យ localhost ហើយនេះជា database របស់ខ្ញុំហ្នឹងដែលមានឈ្មោះថា P1 ហ្នឹងខ្ញុំចុចប៉ុណ្្នឹងមកហើយយើងចូលមកកាន់ website របស់ខ្ញុំ website project របស់ខ្ញុំ website project របស់ខ្ញុំស្ថិតនៅក្នុង database P1 នេះអាហ្នឹងគឺជារបៀបបើក website ដែលយើងធ្វើការបង្កើតវាឲ្យនៅលើ server file អញ្ចឹងណាហើយ user name នេះបើសិនជាយើង user ថ្មីអញ្ចឹងយើងប្រកាសជា admin ទេត្រូវ user password អីអញ្ចឹងយើងអាចចូលមកកាន់ register account នេះចុចមួយមកវានឹងនាំយើងមកកាន់ register account user name យើងសូមដាក់ abc ខ្ញុំធ្វើការឧទាហរណ៍អ្នកនរគ្នាបានមើលអញ្ចឹងខ្ញុំធ្វើការបង្កើតហើយខ្ញុំដាក់ abc@gmail.com 1 2 3តោះមកខ្ញុំធ្វើការ submit អញ្ចឹងយើងចូលមកកាន់ database របស់យើងហ្នឹងមកយើងចូលមកកាន់នៅកន្លែង database user របស់ខ្ញុំនេះខ្ញុំចូលមកកាន់កន្លែងហ្នឹងហើយខ្ញុំយក view ខ្ញុំយក row មកដើម្បីយើងធ្វើការផលិតមើល database ដែលខ្ញុំបាន register មកហ្នឹងថាវាចូលអត់យើងធ្វើការ fake actual statement មកយើង run មកកាត់យើងឃើញ database ប៉ុណ្នេះហើយនេះអញ្ចឹងខ្ញុំមាន user មួយដែលនេះគឺជា abc នេះដែលខ្ញុំបានបង្កើត user name abc password 1 2 3 mail ហើយ abc@gmail.com ដែលខ្ញុំបាន register ចេញពី form នៃproject របស់ខ្ញុំមិញហ្នឹងហើយយើងបានធ្លាក់ចូលមកកាន់ database server របស់យើងហើយបន្តមកទៀតយើងអាចយកអា user name ហើយ password ហ្នឹងដើម្បី login ចូលអញ្ចឹងយើងចូលមកកាន់ project របស់យើងទាំងអស់គ្នាមកយើងកន្លែង login សារដើមវិញហ្នឹងយើងអាចវាយ user name របស់យើងវិញមក abc តមក1 2 3ដែលជា password វាហើយយើងចុច submit មកប៉ុណ្ណឹងយើងអាចចូលប្រើ website ហ្នឹងបានទេឃើញទេអ្នកនរគ្នាតែប៉ុណ្ណឹងបានទេហើយ website នេះមានលក្ខណៈ whole here សម្បូរបែបមែនតើដែលយើងអាចធ្វើការកក់បន្ទុកយើងអាចនេះមើលជាមួយនឹង log វានេះយើងមាន home មាន about room ហើយ restaurant នេះគឺយើងចូលទៅកាន់ page ផ្សេងទៀតដែលយើងអាចធ្វើការកំងហូបនៅក្នុង hotel របស់យើងហ្នឹងអញ្ចឹង system website របស់យើងមាន whole high អញ្ចឹងមកអញ្ចឹងសម្រាប់ website មួយនេះគឺខ្ញុំបានធ្វើការ connect វាក៏ដូចជាប្រើវាបានជោគជ័យហើយខ្ញុំសង្ឃឹមថាអ្នកនរគ្នាដែលតាមដានវីដេអូនេះអាចនឹងយកវីដេអូមួយនេះធ្វើជាប្រយោជន៍ដើម្បីធ្វើការអនុវត្តទៅលើ project ដែលទាក់ទងនឹង database server របស់ខ្ញុំដែរអញ្ចឹងបើសិនជាអ្នកនរគ្នាមាន comment អីក៏ដូចជាចម្ងល់អីអ្នកនរគ្នាអាច comment នៅខាងក្រោមខ្ញុំបើមានពេលខ្ញុំនឹងធ្វើការឆ្លើយតបទៅនឹងសំណួររបស់អ្នកនរគ្នាបាយអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយ